ខ្ញុំបង្ហាញពីសួនបន្លែនិងសួនផ្កាក្រោយផ្ទះនេះលឹកភ្លូសណ្តែកទ្រើងមានម្ទេសត្រប់វែងល្ហុងពោតប្រាំងកលាចថួយកធំថេតអានេះនៅសួនបន្លែស្ពៃកញ្ញាញ់អានេះកថ្វក់កថ្វក់ផ្លែឈើម្ដងផ្កាម្ដងណាគេបោះចោលខ្ញុំហើយកមកដាំស្ពៃកញ្ញាញ់ហើយនឹងដោតផ្កាមក10អសម្រាប់តែគេបោះចោលយើងយកវាមកប្រើឲ្យមានប្រយោជន៍មានត្រកួនកូនខាត់ណាហើយសាឡាត់នេះវាអត់សូវស្រួយឆ្ងាញ់ទាំងម៉េចសាឡាត់នេះពោតប្រាំងចិត្តចេញផ្កាហើយមានល្ហុងបែងប៉ោះកូនខាត់ណានេះសួនបន្លែហើយនឹងនោះកូនឆៃថាវអត់តាន់បានដកដាំទេឥឡូវយើងទៅមើលសួនផ្កានេះសួនបន្លែសួនផ្កាមានផ្កាមក10អានេះខ្ញុំឆ្ដាក់កតោមានផ្កាមកកត់ពណ៌ស្វាយយកវាមកតាំងលើកង់ដែរអត់ជិះហ្នឹងមានអូខេដេកាមលីរួតលីលាកានេះខ្ញុំអត់ស្គាល់អ្នកដាំតែអត់ស្គាល់មានផ្កាម្ល៉េតផ្កាកុលាបហាយឡាយផ្កាកង្កោកការពណ៌ស្វាយពណ៌សពណ៌កាឈូកអានេះការអីខ្ញុំភ្លេចហើយនេះស្អាតហើយនឹងផ្កាកដាស់វាជ្រុះអមសាយឥឡូវវាចាប់ផ្ដើមចេញមកម្សាទៀតនេះបើវាចេញស្រុកគ្នាល្អក្តាំងហ្មងមានបើតឡឹងតឹងទួតផ្អែមណាហើយនៅគុំកទួតហ្នឹងខ្ញុំដាក់ការដែរដាំលាចម្រុះរបងសួនបន្លែមាននេះសួនបន្លែលាយផ្កាចម្រុះមានផ្ទេបែងប៉ោះត្រប់មានផ្កាអូស្អាត
មានក្តាតមានសាឡាត់មានផ្លឹកគ្រៃមានពពាយមានការម្លែកហ្នឹងច្រើនជាងគេដោយសារតែវាងាយស្រួលដាំហើយវាដុះលឿនស្រួលថែហើយវាអត់ចាញ់ក្តៅចាញ់ភ្លៀងនេះពពាយនេះស្អាតមានអាជាន់មានអាពីរជាន់មានអាច្រើនជាន់អូចាន់ផាត់នេះពពាយទុកពូជវាផ្លែដំបងមានផាសិនមានម្លូមានត្រឡឹងតឹងមាននេះធួយ7ហើយនឹងដើមផ្លែ7មានមូនមានកាក់មានក្រូចពោធិ៍សាត់មានត្របែកផ្កាតែងតែមានរហូតក្នុងសួនបន្លែក៏មានដែរគឺដោយសារតែខ្ញុំហ្នឹងចូលចិត្តផ្កាអញ្ចឹងកន្លែងណាក៏មានផ្កាដែរមិនថាសួនបន្លែឬសួនផ្កាអរគុណច្រើន